ចាសួស្តីមិត្តភក្តិបងប្អូនណាដែលសាងនៅនៅវិទ្យាល័យចាអ្នកគ្រូឆ្លើយតបក្នុងសំណួរមិត្តភក្តិបងប្អូនជាច្រើនហើយគាត់សួររហូតតែអ្នកគាត់មានពេលឆ្លើយចឹងនេះភ្លៀងអញ្ចឹងអ្នកគ្រូនៅផ្ទះអញ្ចឹងអ្នកគ្រូឆ្លៀតឆ្លើយសំណួរហើយតែសួរថាអ្នកគ្រូខ្ញុំចង់រើទៅនៅផ្ទះថ្មីហើយអ្នកគ្រូជួយបកស្រាយខ្លីៗមកដើម្បីខ្ញុំឆាប់បានដឹងព្រោះគិះដល់ថ្ងៃចូលទៅនៅផ្ទះថ្មីខ្ញុំត្រូវធ្វើអីខ្លះចាចឹងទី1ផ្ទះនៅពេលដែលយើងសាងសង់ហើយឧទាហរណ៍ថាយើងបុកគ្រឹះឬក៏អីនៅរួចយើងកុំឲ្យចូលទៅនៅភ្លាមជួនកាលផ្ទះពេលដែលយើងបុកគ្រឹះចំទិសឆុងទិសអីចឹងយើងអាចលាងសូរផ្ទះនឹងចេញបានអញ្ចឹងចំពោះផ្ទះដែលថ្មីគឺយើងមានវិធីលាងសូរក៏ប៉ុន្តែសម្រាប់ផ្ទះដែលយើងទៅរស់នៅដែលទិញតពីគេផ្ទាល់យើងអត់ចាំបាច់លាងសូរទេបើសិនជាផ្ទះហ្នឹងមានគេរស់នៅហើយយើងបន្តពីគាត់ចាតផ្ទះហ្នឹងទុកចោលយូរបាទយើងត្រូវធ្វើវិធីផ្សេងទៀតចាឥឡូវអ្នកគ្រូឆ្លើយសំណួរអូនស្រីដែលគាត់ឡើងផ្ទះថ្មីបាទអត់បានធ្វើពិធីធំដុំទេប៉ុន្តែគាត់បញ្ញាប់ចូលដើម្បីមានវេលាល្អអញ្ចឹងកុំឲ្យខាតពេកដើម្បីទៅនៅផ្ទះថ្មីមានវេលាល្អយើងបានរើសវេលាហើយព្រោះផ្ទះហ្នឹងល្អស្រាច់ហើយយើងដឹងហើយបច្ឆេទភូមិយើងល្អផ្ទះបាយមុខត្រូវទិសអង្សាដែលថ្ងៃខែឆ្នាំកណាត់យើងអីត្រូវទាំងអស់ក៏ប៉ុន្តែពេលដែលយើងរើសវេលាចូលនៅហ្នឹងអ្វីដែលសំខាន់ជាងគេនោះគឺយើងត្រូវត្រៀមរបស់របរចូលហ្នឹងដាក់ឲ្យគេមុនគេចាទី1គឺខានអត់បានទេគឺអង្ករអញ្ចឹងយើងអាចទិញអង្ករ25គីឡូក៏បាន10គីឡូក៏បានធ្វើម៉េចឲ្យមានអង្ករចាផ្លែឈើ5មុខផ្លែឈើ5មុខយើងមិនចាំទិញច្រើនទេឧទាហរណ៍ថាយើងកាត់បន្ថយចំណាយយើងចង់ទិញមានប៉ោមមានចាមានសកានេមានចេកចាមានសេរីអីស្រេចលើអ្នកអស់គ្នាទៅធ្វើម៉េចមួយមុខទៅឲ្យចេញបាន5មុខណាផ្លែឈើ5មុខហើយអ្វីដែលសំខាន់វាចេញខ្ទឹមស្ករអំបិលខ្លាញ់ហ្នឹងគឺយើងអត់ដែលខានទេយើងត្រូវតែមានសម្ភារៈហ្នឹងហើយយើងយកកៅអៅថ្មីតែប្រពន្ធយើងកូនយើងហ្នឹងពី3គូមកយើងដាក់ជាមួយទៅហើយនៅក្នុងការរៀបចំអីវ៉ាន់រើចូលផ្ទះហ្នឹងពេលដែលយើងចូលទៅនៅក្នុងផ្ទះហ្នឹងគឺយើងត្រូវដើរទន្ទឹមគ្នាទាំងប្តីទាំងប្រពន្ធទាំងកូនដើម្បីឲ្យមានសេចក្តីសុខក្នុងគ្រួសារនៅពេលដែលយើងដើរចាសួស្តីទៅតុលាអ្នកគ្រូស្វាគមន៍សម្រាប់មើលការ live វីដេអូរបស់អ្នកគ្រូណាញ៉ាំសេចក្តីអ្នករលឹកដល់ប្រជាជនខ្មែរហងអ្នកគ្រូនៅអឺរ៉ុបអញ្ចឹងនៅនេះវាត្រជាក់អ្នកគ្រូសូមទៅឲ្យល្ងាចាអញ្ចឹងពេលដែលយើងចូលក្នុងផ្ទះយើងត្រូវដើរចូលស្មើគ្នាតែយើងត្រូវមានរបស់កាន់ចូលផ្ទះឧទាហរណ៍ថាយើងជាស្ត្រីមេផ្ទះយើងអាចកាន់គ្រឿងបរិភោគចាមានដូចជាខ្ទឹមចេងស្ករចាទឹកសុទ្ធអីចឹងកាន់ចូលទៅជូនចូលមុនទៅដាក់ចំក្រាផ្ទះជំនាញផ្ទះឲ្យមកហើយសម្រាប់ប្តីយើងអាចកាន់ជាអង្គកាន់ជាសម្លៀកបំពាក់សម្រាប់កូនរបស់យើងក៏ដូចគ្នាដែរឲ្យគាត់កាន់នំកាន់ស្ករក្រប់កាន់អីចូលទៅកុំឲ្យគាត់កាន់សម្ភារៈរៀនណាមើលគាត់កាន់កតាបសភៅបិចរៀនធ្វើឲ្យក្មេងៗហ្នឹងគាត់មានសម្ពាធក្នុងការរៀនសូត្រអញ្ចឹងថ្ងៃហ្នឹងឲ្យកូនរបស់យើងដែលគាត់ចូលផ្ទះថ្មីហ្នឹងកាន់ស្ករក្រប់កាន់នំអីចូលទៅអញ្ចឹងយើងដើរទន្ទឹមគ្នាចូលទាំងអស់គ្នាហើយក្នុងការរៀបចំសែនចាចំណុចទី1ចំណុចទី2ពេលយើងទៅដល់ផ្ទះយើងត្រូវបើកភ្លើងភ្លឺគ្រប់កន្លែងទាំងអស់ដើម្បីឲ្យមានយ៉ាងធម្មពលចូលបើកប្រួយបើកឲ្យមានខ្យល់អាកាសបរិសុទ្ធចាហើយចំណុចទី3ពេលដែលយើងចូលនៅផ្ទះដំបូងហាមនិយាយអវិជ្ជមានគឺយើងគិតតែល្អសบายចាកុំឲ្យគិតអ្វីដែលអត់ល្អធ្វើឲ្យរឿងយើងកើតឡើងអពមង្គលចាហើយមួយទៀតប្រសិនបើយើងមានមិត្តភ័ក្តិឬក៏អ្នកជិតខាងឬក៏អ្នកណាដែលគាត់មកក្នុងថ្ងៃចូលផ្ទះថ្មីហ្នឹងគាត់មានផ្ទៃពោះសុំទៅកន្លែងហ្នឹងអ្នកគ្រូសមាជិកសាយហ្នឹងកុំអនុញ្ញាតឲ្យគាត់ចូលមកនៅផ្ទះថ្មីរបស់យើងឬក៏ចូលរួមក្នុងពិធីឡើងផ្ទះអីនេះអ្នកគ្រូអត់បាននិយាយពីកម្មវិធីឡើងផ្ទះធំអីទេគឺអ្នកគ្រូនិយាយអំពីការរើទៅនៅផ្ទះថ្មីមួយដែលយើងបញ្ញាប់ដេញវេលាបានហើយតែពេលវេលាយើងវាខ្លីអញ្ចឹងយើងត្រូវធ្វើអីអញ្ចឹងអ្វីដែលសំខាន់ហ្នឹងគឺរើវេលាចូលផ្ទះយើងជាចំណុចទី1ចំណុចទី2សមាជិកក្នុងគ្រួសារហ្នឹងត្រូវដើរចូលផ្ទះឲ្យស្មើគ្នាចាចំណុចទី3យើងត្រូវមានអង្គទឹកសុទ្ធចាគ្រឿងទេសប៊ីចេងខ្ទឹមស្ករប្រេងស្ដែកសម្លៀកបំពាក់ថ្មីគ្រឿងអលង្ការអីហ្នឹងយើងអាចដាក់កវលដាក់សាច់កោអីដែលយើងមានជាផ្លាទីនហ្នឹងដាក់ចូលមួយអង្គដែលថាយើងដាក់ចាំពីមុខជំនាញផ្ទះហ្នឹងដាក់លុយតម្កល់នៅហ្នឹងលុយហ្នឹងយើងអត់ដកចាយទេយើងដាក់1000ក៏បាន10000ក៏បានដើម្បីជាតម្កល់ថ្វាយរក្សាទុកឲ្យយើងមានលុយមានគ្រឿងអលង្ការពាក់មានរបស់របរគោបចប់មានរបស់របរប្រើប្រាស់
ចាល្អសម្រាប់ក្នុងការថ្ងៃហេងចូលផ្ទះថ្មីរបស់យើងហ្នឹងចឹងបន្តមកយើងត្រូវគិតវិជ្ជមានដែលគ្រូជំរាបហ្នឹងហើយអ្វីដែលសំខាន់គឺយើងហាមតែមួយទេគឺស្ត្រីមានផ្ទៃពោះមិនឲ្យចូលទៅនៅផ្ទះថ្មីដែលយើងកំពុងតែរៀបចំក្នុងកម្មវិធីហ្នឹងទេចឹងអាការវិធីឡើងផ្ទះនេះអ្នកគ្រូអត់និយាយពីកម្មវិធីធំដែលយើងមានលោកសូត្រមន្តមានអីទេអ្នកគ្រូចង់និយាយថាពេលដែលយើងរើទៅនៅផ្ទះផ្សេងមួយដោយយើងបញ្ញាប់ហើយយើងអត់ដឹងត្រូវធ្វើអីមុនគេវីដេអូនេះបានបង្ហាញដល់មិត្តភ័ក្តិបងប្អូនទាំងគ្នាដែលបញ្ញាប់រៀបចំផ្ទះថ្មីមុននឹងទៅនៅផ្ទះថ្មីហ្នឹងមុនចូលឆ្នាំខ្មែរហើយបញ្ញាប់ខ្លាំងយើងអាចធ្វើវិធីនេះបានចាសូមអរគុណចាសូមគោរពលា